បាទសួស្តីស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតហើយទាក់ទងទៅនឹងថ្ងៃដំបូងដែលចុះនៅលើទឹកដីបាទស្លូវេនៀបាទទីក្រុងលូប្លៀនណាបាទក្រោយពីធ្វើដំណើរអស់រយៈពេលជិត24ម៉ោងបាទទើបមកដល់ទីតាំងពលានចុងក្រោយបាទគឺលូប្លៀនណាទីក្រុងប្រទេសស្លូវេនៀបាទមកដល់ខេត្តភ្នំទឹកកកដ៏ស្រស់ស្អាតបាទនៅជិតនេះគឺបាទតាំងពីម្សិលមកគេថាមានភ្លៀងធ្លាក់ហើយនឹងមានទឹកកកធ្លាក់ផងដែរនៅលើភ្នំនឹងទៀតក៏ចាប់ដើមរាំងក្រាន់បាបន្តិចហើយគឺបាទប៉ុន្តែនៅតែត្រជាក់នៅឡើយបាទទៅពេលនេះខ្ញុំចុះយន្តហោះជាមួយនឹង brother បាទមួយមកពីប្រទេសឥណ្ឌាបាទគាត់រ៉ូឡានជិះទៅទីក្រុងដែរហើយជិះបណ្ដាមើលទេសភាពបណ្ដាគឺបាទអស្ចារ្យមែនទែនបាទទឹកដីស្លូវេនៀនេះគឺបាទ green ហើយគូផ្សំមានទឹកកកទៀតបាទយើងមើលទៅដូចមិនចាញ់ Fuji Mountain របស់ជប៉ុនប្រហែលដែរបាទយន្តហោះចុះខ្ទង់ប្រហែលជាម៉ោង3បាទល្ងាចបាទអញ្ចឹងយើងនៅសល់ពេលជិះទៅកាន់ទីក្រុងបាទលូប្លៀណាបាទចំណាយពេលប្រហែលជា20នាទីប៉ុន្តែម្ចាស់ឡានគួរទីបាទគាត់ទម្លាក់ភ្ញៀវមួយសិនបាទបន្ទាប់មកក៏ជូនមកដល់ Hotel 820 ហ្នឹងបាទ Hotel នេះគឺយើងកក់ប្រហែលជា2ថ្ងៃមុនមកដល់គឺមើលទៅគឺសភាពគឺជង្រុកបាទដោយសារអាកាសធាតុត្រជាក់បាទ Hotel បែបនេះទើបអាចធន់នឹងត្រជាក់បាទហើយ Hotel នេះគឺដែលជាប់នឹងមាត់បាទស្ទឹងមួយបាទស្រស់ស្អាតគឺនៅពេលដែលខ្ញុំចូលដាក់អីវ៉ាន់ check in ហើយគឺបាទចំណាយពេលបាទដើរលុកលុយទីក្រុងវាម្ដងបាទហើយក៏ដើរតាមមាត់ស្ទឹងរហូតបាទរហូតដល់បាទពេលប្រឡប់បន្តិចគឺមានភ្ញៀវគេចាប់ដើមដើរលេងដែរនៅទីនេះគឺមានកន្លែងយើងអាចដើរទេសចរញ៉ាំអីបាទមើលបាទរូបចម្លាក់ឬក៏អគារស្អាតៗនៅជុំវិញទីក្រុងលូប្លៀនណាដោយសារតែជាថ្ងៃដំបូងបាទអាកាសធាតុត្រជាក់មែនទែនបាទគឺប្រហែលជា7-8 អង្សាសេបាទដែលធ្វើឲ្យយើងដើរបណ្ដាចេញផ្សែងតាមមាត់បណ្ដាតែយើងឃើញភ្ញៀវជាច្រើនបាទគាត់មកលេងនៅទីនេះកាន់តែច្រើនទៅបាទអានោះគឺជាភ្នំបាទឡើងទៅលើប៉ុន្តែខ្ញុំមិនទាន់ឡើងទេដោយសារតែចង់ដើរនៅក្រោមទីតាំងនេះអញ្ចឹងតំបន់លូប្លៀណាគឺតូចទេបាទគឺមានបែកភ្នំនិងបែកទីក្រុង City តែខ្ញុំមិនទាន់ឡើងទៅលើភ្នំទេដើរល្បាតនៅកន្លែង City Hall ឬក៏កន្លែងបាទធនាគារអីជាដើមបាទដើម្បីមើលទេសភាពបាទកន្លែងដើរលេងដូចជាមិនសូវមានទេប៉ុន្តែភ្ញៀវទេសចរក៏ដើរទៅមើលតែតំបន់ទេសចរធំដូចជាប្រាសាទដូចជាអគារបាទហើយនឹងរូបចម្លាក់រូបសំណាកផ្សេងៗដែលគេតាំងដើម្បីតំណាងឲ្យប្រទេសឬក៏អ្នកប្រាជ្ញល្បីៗនៅស្រុកគេនេះផងដែរអញ្ចឹងយើងដើរទៅនឹងធ្វើអីក្លៀនពេកមកចូលហាងភីសានេះមួយប៉ុន្តែអត់កំងភីសាទេយើងកំងថាកូខ្នាតធំមួយបាទ Nobel បាទ1972នេះធំណាស់បាទញ៉ាំទិញ6យូរ៉ូហ្នឹងគឺញ៉ាំបាទបាន2ពេលបាទញ៉ាំមានកន្លងបានដើរទៅមុខទៅបានបាទដើរមកលេងកន្លែងទីក្រុងធំរបស់គេហ្នឹងបាទកន្លែងតំបន់ប្រជុំជនបាទហើយមកដល់មុនគេនេះគឺសារមន្ទីរនៅជិតនេះផងដែរបាទយើងដើរមើលសារមន្ទីរហើយគួបពេលបរិយាកាសថ្ងៃនេះគឺល្អមែនទែនបាទគឺចាប់ផ្ដើមបើកថ្ងៃបាទដោយសារតែប្រហែលថ្ងៃមុនគឺភ្លៀងរហូតមានតែពេលខ្ញុំមកដល់គឺចាប់ផ្ដើមបើកថ្ងៃហើយបានមានឱកាសដើរលេងបានជុំវិញមាត់ស្ទឹងនេះផងដែរហើយមាត់ស្ទឹងនេះក៏ស្រស់ស្អាតទៀតបាទហើយចែកដល់នេះជួបកងានលងទឹកបាទអានេះមិនមែនកងានទេសត្វស្ពាន់គេហៅស្ពាន់ហើលបច្រាស់ទឹកមកវៃទិសហើយមកដល់កន្លែងលក់សភៅបាទសរសិលរបស់ស្លូវេនៀប៉ុន្តែអត់ចេះអានទេបាទមកដល់រូបសំណាកត្រីប្រហោងក្នុងគេដាក់រូបតំណាងហើយដើរបន្តទៀតបាទទៅមើលរបៀបរៀបចំទីក្រុងគេការទុកដាក់សម្រាមគឺមកអេមបាទគេមានប្រភេទសម្រាមគេដាក់តាមហ្នឹងហើយបើដាក់ខុសគេនឹងពិន័យបាទហើយខ្ញុំដើរចុះដល់ឡើងគឺរ៉ូតផ្លូវឡើងទៅលើភ្នំហ្នឹងហើយចែកដនជួបបងជនជាតិអាល្លឺម៉ង់2នាក់គាត់ឡើងមកនឹងដែរគាត់ឃើញខ្ញុំដើរតែឯងគាត់សួរនាំចង់ឡើងទៅលើឡើងទាំងអស់គ្នាអញ្ចឹងទៅក៏បានមកគ្នាជជែកលេងហើយឡើងមកដល់លើប្រាសាទនេះម្ដងបាទជាអនុស្សាវរីយ៍ក៏បានថតរូបជុំពួកគាត់2នាក់មកគាត់ថាគាត់ជិះឡានមកពីអាល្លឺម៉ង់បាទ direct ឡានផ្ទាល់ខ្លួនរបស់គាត់ហើយទនរមដននេះគាត់ចំណាយពេលបាទដើរលេងដែរបាទមុននឹងស្អែកគាត់ត្រូវឡើងទៅវិញបាទនៅលើតំបន់ប្រាសាទនេះគេដាក់ Drunken Contest បាទគេប្រកួតរនអ្នកខ្លាំងបាទ Hangover Certificate បាទគួរឲ្យចង់សាយដែរបាទតែមិនដឹងគេដាក់ដើម្បីប្រម៉ូទហាងពួកគេក៏យ៉ាងម៉េចទេបាទ
តែក៏ចុះមកវិញគឺគាត់បានបបួលបាទចូលក្នុងផាប់មួយដើម្បីអង្គុយឲ្យក្តៅសិនព្រោះតិចនៅខាងក្រៅអញ្ចឹងហាងនេះមានម៉ាស៊ីនកម្ដៅអញ្ចឹងយើងអង្គុយស្ដាប់ភ្លេងតន្ត្រីគេមិនធូរបានដើរទៅទៀត Wait around with some sweet senorita Darling, darling, stay by me Stand by me បាទពួកគាត់គឺគួរចង់រាប់អានដោយសារគាត់ដឹងតែខ្ញុំមកពីខ្មែរគាត់សប្បាយចិត្តបានជួបអញ្ចឹងដោយសារតែតំបន់ខ្លះមិនទាន់បានទៅហើយយប់ទៀតក៏ចូលសម្រាប់សិនហើយព្រឹកឡើងបានងើបពីព្រលឹមបាននាំគ្នាមួយទឹកយ៉ាងស្អាតបាទដើរហាត់ប្រាណមាត់ស្ទឹងបន្តទៀតបាទដើរលក្ខណៈបែប solo បាទតាឯងហើយដើរមើលផ្សារទំនើបដើរមើលបាទស្កបឆ្លៃសាលារៀនផ្សេងបាទដើរតទៅអស់បាទចឹងដោយសារតែ conference គឺធ្វើនៅទីក្រុង Maribo បាទរឿងឆ្ងាយពីទីនេះអញ្ចឹងពួកខ្ញុំត្រូវតែមករូតរះទៅឆែកមើលសមុទ្រឡានក្រុងឬក៏តែភ្លើងដើម្បីទៅឲ្យទាន់ check in នៅទីក្រុង Maribo អញ្ចឹងដើរមកកន្លែងតែភ្លើងគឺតែភ្លើងអាចជិះរាំងយូរបន្តិចហើយខ្ញុំអត់ជិះតែភ្លើងទេសុចិត្តជិះឡានក្រុងបាទអញ្ចឹងដោយសារឡានក្រុងវាចេញម៉ោងបាទថ្ងៃត្រង់ហើយបានចេញអញ្ចឹងខ្ញុំមានឱកាសសល់ពេល2ម៉ោងទៀតដល់ល្បាតនៅតំបន់ភាគខាងលិចបាទនៅតំបន់ភាគខាងលិចនេះគឺមានសារមន្ទីរស្អាតទៀតបាទមិនឲ្យសល់ពេលទំនេរគឺដើរល្បាតត្រង់កន្លែងសួនបាទកន្លែងគេហាត់ប្រាណគេបោះជំរំហ្នឹងកន្លែងហ្នឹងគឺសិស្សនិស្សិតគេជួយចិត្តរត់ឬក៏មកហាត់នៅម៉ោង PE របស់គេហើយខ្ញុំមានហាត់ប្រាណទេគឺដើរ solo តែឯងមកមើលកន្លែងគេជិះកង់បង្ហោះកង់ហើយកន្លែងគេជិះ skateboard ហ្នឹងជិះ ski បាទដើរក្នុងសួនហ្នឹងក៏ឃើញមកដល់កន្លែងនេះគឺសម្បូរដើម almond បាទដើម almond នេះមើលទៅផ្លែវាដូចសាវម៉ាវបាទផ្លែដូចសាវម៉ាវប៉ុន្តែខាងក្នុងគឺគ្រាប់បាទយើងហៅកៅឡាក់បាទអានេះក្រៅលហុងក្នុងសាវម៉ាវបាទនេះក្រៅសាវម៉ាវក្នុងលហុងបាទហើយសម្បូរណាស់ដើមហ្នឹងបាទសម្បូរមែនទែនហើយខ្ញុំក៏ដើរតាមសួនគេកន្លែងនេះគឺកន្លែង relax គេនាំឆ្កែដើរលេងឬក៏បាទសត្វចិញ្ចឹមអីមក relax នៅកន្លែងហ្នឹងដើរនេះគឺដើរមិនខ្ចីរកបាយស៊ីទេបាទគឺដើរឃើញកន្លែងណាថតកន្លែងហ្នឹងបាទដើម្បីកុំឲ្យខាតបាទវីដេអូនេះរឿងវែងប៉ុន្តែនឹងធ្វើម៉េចគឺ slide វីដេអូវាចាថតមកដល់បាទផឹកកាហ្វេមួយកែវមុនឡើងក្រុងទៅទីក្រុង Maribo ដែលប្រហែលជា2ម៉ោងទៀតទៅដល់បាទអរគុណសម្រាប់ការទស្សនាវីដេអូហើយជួបគ្នាវីដេអូភាគបន្តទៀតបាទនៅទីក្រុង Maribo បាទថ្ងៃ conference ជួបគ្នានៅវីដេអូក្រោយជម្រាបលាបាទ